បាទសួស្តីបងប្អូនថ្ងៃនេះយើងមកធ្វើតេស្តម៉ូទ័រឆក់2គ្រឿងទៀតបងប្អូនណាដោយអានេះសិតជាបោះភ្ញៀវទេបងប្អូនបោះភ្ញៀវគាត់ផ្ញើមកពីខេត្តដែរបាទអានេះ12គ្រាប់ពេលនេះ12គ្រាប់បងប្អូនបាទហើយមួយគ្រឿងនេះគឺ16គ្រាប់ប្រភេទគ្រាប់ឃ្លោកបាទប្រភេទគ្រាប់ឃ្លោក7 18 797ប្រភេទគ្រាប់នេះគឺវាជាប្រភេទគ្រាប់ល្អបាទគ្រាប់ល្អហើយប្រើងាយក្តៅទេបងប្អូនគ្រាប់នេះណាតោះឥឡូវយើងធ្វើតេស្តទាំងអស់គ្នាបងប្អូនដោយសារតែយើងជួសជុលរួចរាល់ហើយបាទយើងម្នាក់ឯងយើងដាក់វាម្ដុំទៅឥឡូវយើងធ្វើតេស្ត12គ្រាប់មុនបងប្អូន12គ្រាប់ផ្នែកខាងនេះគឺភ្លើងនេះ220អានេះ110តែអាហ្នឹងគ្រាន់តែគេដាក់សម្គាល់ទេបងប្អូនមិនមែនថាភ្លើង220ភ្លើង110ទេគាត់ថាសម្គាល់ថាប្រភេទភ្លើងតិចភ្លើងច្រើនតែប៉ុណ្ណឹងតោះឥឡូវយើងធ្វើតេស្តទាំងអស់គ្នាបាទវាដំណើរការបងប្អូនឆេះខ្សែហ្មងแล้วយើងធ្វើតេស្តមួយច្រកទៀតគឺច្រកភ្លើងបាទនេះគឺច្រកភ្លើង110បាទឃើញថាវាខ្លាំងបងប្អូនចំពោះភ្លើងបងប្អូនធ្វើតេស្តអញ្ចឹងគឺភ្លើងវាចេញដូចតែគ្នាបងប្អូនមើលទៅអណ្ដាតភ្លើងដូចតែគ្នាប៉ុន្តែសំខាន់យើងចុះក្នុងទឹកបងប្អូនចុះក្នុងទឹកឬក៏យើងសាកឧបករណ៍វាស់អញ្ចឹងបងប្អូនបាទហើយយើងធ្វើតេស្តមួយរួចរាល់បងប្អូនណាបាទអត់ក្តៅទេក្តៅតិចតិចហើយយើងចុះក្នុងទឹកហ្នឹងបានយើងក្តៅខ្លាំងបងឧបករណ៍អីក៏វាប្រើទៅតែយើងប្រើវាក្តៅហើយគាត់ថាក្តៅតិចក្តៅច្រើនហើយអាស្រ័យលើគ្រាប់បងប្អូនណាបាទអាស្រ័យលើ transistor របស់យើងគឺប្រភេទល្អប្រភេទអន់អញ្ចឹងណាប្រភេទមធ្យមកាលណាយើងប្រើល្អទៅវាអត់សូវក្តៅទេវាក្តៅតិចហើយបើយើងប្រើអាធុនកណ្ដាលវាក្តៅដែរតែវាមិនក្តៅខ្លាំងប្រហែលនេះក្តៅមកឲ្យយើងទទួលយកបានអញ្ចឹងមកយើងរកបានមួយថ្ងៃវល់ល្ងាចអីយើងក្តៅមកល្មមមកកាន់បានអញ្ចឹងណាតោះឥឡូវយើងធ្វើតេស្តមួយគ្រឿងទៀតបងប្អូនដោយសារតែយើងជាប់ធ្វើការផងអីផងឆ្លៀតធ្វើបានល្ងាចពេលល្ងាចពេលយើងហូបបាយអីចឹងទៅឆ្លៀតធ្វើបានប៉ុណ្ណឹងតោះចាប់តាគៀប
បាទវាដំណើរការហើយឥឡូវយើងតេស្តភ្លើងអស់គ្នាសារតែគ្រឿងនេះគឺម្ចាស់គេឲ្យប្រើដូច direct ទេបងប្អូនគឺខ្ញុំមិនទាន់បានទិញខ្សែដាក់អញ្ចឹងខ្ញុំតេស្តជាមួយដូចសិនហើយបន្ទាប់មកចាំយើងផ្សារខ្សែដាក់បាទនេះវាចំពោះភ្លើងវាយើងគោះទៅអញ្ចឹងទៅគឺវាចេញអត់ខ្លាំងទេបងប្អូនចេញល្មមចេញព្រាកតិចទេបាទគឺយើងចេញតិចមើលទៅចេញតិចតែវាស្អិតមកគ្រឿងនេះចេញដូច fight ចឹងបងប្អូនបាទចេញដូច fight ចឹងគឺភ្លើងវាតិចទេប៉ុន្តែភ្លើងខ្លាំងឥឡូវយើងតេស្តនឹងពូលឲ្យមើលយើងតេស្តនឹងពូលឲ្យមើលបងប្អូនអ្នកខ្លះគេថាគោះទៅភ្លើងអត់មានទេប៉ុន្តែចំពោះការគោះភ្លើងហ្នឹងគឺអត់សំខាន់ថាភ្លើងមើលទៅគោះទៅតិចច្រើនអីទេគឺសំខាន់កម្លាំងភ្លើងមកវាបាទគឺភ្លើងរបស់វាគឺយើងដាក់អំពូល3គ្រាប់គឺវាអូសធូរបងប្អូនគឺអត់តឹងទេគឺវាអូសឡើងធូរឥឡូវយើងធ្វើតេស្តតែប៉ុណ្្នឹងទេបងប្អូនថាយើងជាប់ការងារនៅខាងក្រៅយើងធ្វើការងារខាងក្រៅបន្តទៀតហើយការយើងធ្វើតេស្តប៉ុណ្ណេះអត់មានក្តៅតែហ្មងបាទគឺអត់ក្តៅទេហើយនិយាយរួមទៅដូចធម្មតាអត់មានក្តៅអីបន្តិចទេកាលណាយើងធ្វើតេស្តជាមួយអំពូលអញ្ចឹងដូចយើងចូលក្នុងទឹកអញ្ចឹងបងប្អូនណាចូលក្នុងទឹកគឺអត់ដល់នឹងយើងដាក់អំពូលទេដាក់អំពូលវាតឹងជាងចុះទឹកយើងធ្វើតេស្តជាមួយអំពូលនេះចង់ដឹងថាពេលដែលវាចុះទឹកទៅវាអូសរួចឬក៏អត់អញ្ចឹងណាបងប្អូនដោយសារតែយើងអត់ទៅធ្វើតេស្តក្នុងទឹកទេគឺសើមហើយណាមួយកន្លែងធ្វើការយើងធ្វើនៅលើផ្ទះហើយយើងទៅធ្វើតេស្តក្នុងទឹកឯណាហ្នឹងហើយវីដេអូមានប៉ុណ្ណឹងទេបងប្អូនពួកក្របឃ្លោកបងប្អូនណា 2SD 797ប៉ុន្តែចំពោះក្របប្រភេទនេះគឺវាថ្លៃអញ្ចឹងបើបងប្អូនមានលទ្ធភាពក៏រៀបប្រភេទហ្នឹងទៅហើយបើអត់ទេយើងរៀបប្រភេទអញ្ចឹងទៅបងប្អូនបាទប្រភេទអញ្ចឹងក៏បានតម្លៃវាធូរថ្លៃតែ150,000អីទេបងប្អូន10គ្រាប់អញ្ចឹងណាបាទ150,000បូកសេវា10000នេះទៀតទៅវាអស់160,000អីចឹងទេបងប្អូនបាទគឺយើងរកបានវាមិនថ្លៃអីប្រហែលទេ
bởi dương tinh tây cái hộp đó ngày có về ở tràn đây mà ngày mà cả lô ngày cả lô ở ta cả lạc khai đó bị ở bạn đây bởi dương miền này muối miền sa tắc rồi của miền giờ sai miền bờ lai chết chết tiếc mau bị thua ca bình tĩnh con ai liệt về tỉnh tuổi chứng từ đó mà hộp tới còn chăm chân ăn chứ bà con chán phone cái tàu miền Penang tê con chán bye bye